យំក៏អាចជួយព្យាបាលផ្លូវចិត្តយើងខ្លះដែរប៉ុន្តែអ្នកគ្រូជឿថាបទពិសោធន៍ទាំងអស់គ្នាជាក់ស្ដែងធ្លាប់មានវិបត្តិឬក៏មានបញ្ហាអីយើងយំអញ្ចឹងសិតតែមានបទពិសោធន៍អស់ហើយអញ្ចឹងនៅពេលដែលយើងតានតឹងនៅពេលអារម្មណ៍យើងឈឺចាប់ខ្លាំងយើងយំទឹកភ្នែកយើងហូរមករយៈពេល3នាទីឬ5នាទី6នាទីពេលហ្នឹងមានអារម្មណ៍ថាផ្លូវដង្ហើមយើងហ្នឹងដកស្រួលហើយយើងមានអារម្មណ៍ថាដូចធូរហ្មងណាយំហូរហើយយើងធូរហ្មងប៉ុន្តែការយំយើងត្រូវប្រចាំបើសិនជាយើងយំរ៉ាំរ៉ៃរយៈពេលរហូតដល់3 4ម៉ោងអ្នកខ្លះយំរហូតដល់2 3ថ្ងៃអ្នកខ្លះយំរហូតដល់មួយអាទិត្យអ្នកខ្លះដេកយំរ៉ាំរ៉ៃរហូតដល់រយៈពេល3ខែ6ខែយំនៅផ្ទះអ្នកខ្លះចេញទៅក្រៅហើយយំចប់ទាំងជាមួយនឹងអារម្មណ៍ឈឺចាប់យំជួបមុខអ្នកណាគេសួរនាំអីបន្តិចតួចយំអញ្ចឹងការយំរយៈពេលវែងនេះគឺវាអត់ជួយទេវាមានតែប៉ះពាល់អញ្ចឹងបើសិនជាបែបហ្នឹងព្យាយាមធ្វើដូចអ្វីដែលអ្នកគ្រូបានប្រាប់មិញហ្នឹងរករោភាពខ្លាំងរបស់ខ្លួនឯងប្រកែកអីនៅសល់អីហើយអភិវឌ្ឍខ្លួនឯងទៅមុខទៀតវាលំបាកវាប្រៀបដូចមនុស្សកំពុងតែឈឺដេកកតេលកំពុងតែឈឺរ៉ាំរ៉ៃហើយពេទ្យប្រាប់ថាឲ្យញ៉ាំថ្នាំទៅហើយព្យាយាមដើរវាលំបាកអញ្ចឹងអ្នកដែលមានវិបត្តិផ្លូវចិត្តដែលយើងកំពុងតែមានវិបត្តិហើយឲ្យយើងទៅរកភាពខ្លាំងរកអ្វីដែលយើងមានឲ្យប្រឹងដើរដើម្បីឲ្យសម្រេចគោលដៅវាលំបាកប៉ុន្តែគឺយើងត្រូវតែធ្វើ